ជំរាបសួរបបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំបាទបង្ហាញអំពីសកម្មភាពរបស់មីងអាត់ដែលកើតនៅក្នុងភូមិកូថ្នោតកើតវិចនំមិនសមនំសមហើយនំចេកចំហុយរបស់យើងដែលជានំខ្មែរយើងសុទ្ធសាធហើយរបរនេះគាត់ធ្វើច្រើនឆ្នាំមកហើយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់កូនគាត់បានលុយទៅរៀនពីភាសាវិចនំហ្នឹងឯងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលជីកាត់ភូមិកូថ្នោតកុំភ្លេចជួយទិញគាត់ផងតែគាត់លក់ទៅពេលព្រឹកដែរហើយមកព្រឹកមួយឆ្នាំពីរឆ្នាំអញ្ចឹងណាបងប្អូនដែលជីកាត់ទាំងអស់គ្នាកុំភ្លេចជួយជាវជួយទិញគាត់ញ៉ាំនំរបស់គាត់ឆ្ងាញ់មែនទេគុំកលានទៀតណូនេះហាក់គុំកលានអរគុណច្រើនវាស្រកចុចកលានដាក់ដូងតែមកជប់ទេដាក់ស្ដេកមកក្រៀបរួចបាទនេះដូងមួយដូងពីរវិញចូលក្នុងឆ្នាំងទាំងអស់យកមកនេះមូលរសជាតិទាំងអស់មុនប្រាំងយ៉ាងយ៉ាងគង់ដី3មកជាហៀងណាមកនៅដូចដែរមកនៅនេះនឹងបាត់ឆ្នាំងនេះទាំងអស់នេះមុនប្រាំងយ៉ាងយ៉ាងឥឡូវកលានភពទេឈើគេធ្វើតែដូចតែមកដែរនោះយើងថាស្រួយបានដាក់ស្ករបាទទៅដាក់ស្ករអានេះអ្នកក្រាំងទៅនៅយកមកធ្វើនំចេកចំហុយអូជាតិ